អាយដាមបណ្ឌិតជ័យចាបប្រធានសមាគមតៃក្វាន់ដូរាជធានីភ្នំពេញបានបញ្ជាក់ថាសមិទ្ធផលនៃការប្រកួតកីឡាតៃក្វាន់ដូជ្រើសរើសជើងឯកសហភាពសហព័ន្ធយុវជនកម្ពុជាហៅកាត់ថាសសយក លើកទី2ឆ្នាំ2026ពិតជាមានសារៈសំខាន់ខ្លាំងបំផុតសម្រាប់កុមារាកុមារីយុវជនយុវតីនិងសង្គមជាតិទាំងមូលនាពេលអនាគតហើយសូមចូលរួមគាំទ្រសកម្មភាពនេះឲ្យមានរៀងរាល់ឆ្នាំជានិរន្តរ៍តទៅការលើកឡើងរបស់អាយដាមបណ្ឌិតជ័យចាបបានធ្វើឡើងនៅក្នុងឱកាសបិទការប្រកួតកីឡាតៃក្វាន់ដូជើងឯកសសយក លើកទី2ឆ្នាំ2026ដើម្បីអបអរសាទរទិវាអន្តរជាតិនារី8មីនាខួបលើកទី115ក្រោមប្រធានបទកីឡារួមគ្នាដើម្បីស្មារតីសន្តិភាពនៅកម្ពុជានៅអគារខេមរានីនៃសសយករាជធានីភ្នំពេញប្រធានសមាគមមានប្រសាសន៍ថាការប្រកួតតៃក្វាន់ដូជើងឯកសសយកឆ្នាំ2026បានបញ្ចប់ដោយជោគជ័យជាផ្លែផ្កានៃពេលនេះគឺអាស្រ័យដោយគណៈកម្មាធិការបច្ចេកទេសបានរៀបចំប្រកបដោយមនសិការវិជ្ជាជីវៈស្របតាមក្រមបទកថាបច្ចេកទេសនៃលក្ខណ្ឌការប្រកួតដោយឈរលើស្មារតីសន្តិភាពសមភាពយុត្តិធម៌អព្យាក្រឹតនិងតម្លាភាពលទ្ធផលមួយនេះក៏មានការចូលរួមចំណាយពីសំណាក់លោកគ្រូអ្នកគ្រូមេដាបេដាអាណាព្យាបាលសិស្សគុណក្លឹបកីឡាតៃក្វាន់ដូទាំងអស់ដែលបានបញ្ជូនចៅកីឡាករក្លក្រានីមកចូលរួមព្រឹត្តិការណ៍នៃឱកាសនេះពោរពេញទៅដោយស្មារតីតស៊ូនិងសាមគ្គីភាពហើយអាដាមបណ្ឌិតពិតជាមានមោទនភាពយ៉ាងខ្លាំងដែលបានឃើញនៅការរីកចម្រើននិងសមត្ថភាពដ៏អស្ចារ្យរបស់កីឡាករកីឡាក្រានីវ័យក្មេងគ្រប់រូបអាយដាមបណ្ឌិតជ័យចាបសង្កត់ធ្ងន់ថាប្រធានបទថ្ងៃនេះក៏បានរំលេចឲ្យឃើញយ៉ាងច្បាស់ថាកីឡាមិនមែនត្រឹមតែជាការហាត់ប្រាណប៉ុណ្ណោះទេប៉ុន្តែកីឡាបានផ្សារភ្ជាប់បេះដូងមនុស្សគ្រប់រូបឲ្យមកជួបជុំគ្នារស់នៅក្នុងសន្តិភាពនិងការយោគយល់គ្នាបើគ្មានសន្តិភាពពេញលេញដូចសប្តាហ៍ថ្ងៃនេះទេយើងក៏គ្មានឱកាសបានមកជួបជុំគ្នារៀបចំព្រឹត្តិការណ៍កីឡាដ៏អធិកអធមបែបនេះដែរការប្រកួតនៅថ្ងៃនេះគឺជាវេទិកាមួយសម្រាប់សិស្សគុណក្មេងៗបង្ហាញសមត្ថភាពដែលបានមកពីការហ្វឹកហាត់យ៉ាងស្វិតស្វាញដោយអ្នកទាំងអស់គ្នាត្រូវចងចាំថាជ័យជំនះដ៏ពិតប្រាកដគឺការឈ្នះលើចិត្តខ្លួនឯងនិងការទទួលបាននូវមិត្តភាពនិងបទពិសោធន៍ថ្មីៗកីឡាតៃក្វាន់ដូមិនត្រឹមតែជាការប្រកួតប្រជែងដើម្បីស្វែងរកជ័យជំនះលើសង្វៀនប៉ុណ្ណោះទេប៉ុន្តែវាជាការឆ្លុះបញ្ចាំងពីតម្លៃនៃវិន័យសីលធម៌និងការអត់ធ្មត់ការលើកកម្ពស់វិស័យកីឡាគឺជាផ្នែកមួយមិនអាចខ្វះបាននៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានកំណត់យកការអភិវឌ្ឍមូលធនមនុស្សជាអាទិភាពគន្លឹះទី1ជាមួយគ្នានេះអាយដាមឈួរសុបញ្ញាប្រធានគណៈកម្មាធិការរៀបចំការប្រកួតនិងជាអនុប្រធានសមាគមកីឡាតៃក្វាន់ដូរាជធានីភ្នំពេញបានថ្លែងអំណរគុណចំពោះអាយដាមសាយសំអាលប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញផ្ដល់ទីតាំងនិងកិច្ចសហការយ៉ាងល្អប្រសើរជំរុញការប្រកួតនេះទទួលបានជោគជ័យជាទីមោទនៈជាមួយគ្នានេះអាយដាមអរគុណដល់ថ្នាក់ដឹកនាំប្រធានក្លឹបសប្បុរសជនមេដាបេដាសិស្សគុណទាំងអស់ដែលបានគាំទ្រស្មារតីទាំងថវិកាឧបត្ថម្ភបច្ចេកទេសសម្រាប់ការប្រកួតនេះប្រកបដោយទឹកចិត្តសប្បុរសធម៌មិនអាចកាត់ថ្លៃបានជាមួយគ្នានេះលោកសំសុកជីអគ្គលេខាធិការសមាគមបានបញ្ជាក់ថាព្រឹត្តិការណ៍ប្រកួតឆ្នាំនេះមានក្លឹបចូលរួមសរុបចំនួន7មានប្រតិភូគ្រូបង្វឹកកីឡាករកីឡាក្រានីសរុប210នាក់ក្នុងនោះកីឡាក្រានី86នាក់ដោយប្រកួតលើ57វិញ្ញាសាឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញរយៈពេល2ថ្ងៃរបស់កីឡាករកីឡាក្រានីក្រោមការផ្ដល់ពិន្ទុយ៉ាងយុត្តិធម៌ពីសំណាក់គណៈកម្មាធិការបច្ចេកទេសអាជ្ញាកណ្ដាលចៅក្រមនិងសហការីគ្រប់ផ្នែកយើងទទួលបានលទ្ធផលបច្ចេកទេសល្អប្រសើរផ្លែផ្កាគួរជាទីមោទនៈលើគ្រប់វិញ្ញាសាទាំងអស់ផងដែរ